ឥឡូវយើងរៀនវាជាស្គរបាត់អបអសាតជាដំបូងឧបករណ៍ដែលយើងត្រូវការមានស្គរធំកាសណែតហើយនិងថាំបារីនហ្នឹងកាសណែតអ្នកគូយកឈើដុំឈើឬក៏អ្វីដែលធ្វើឲ្យវាមានអាសម្លេងប៉ក់នេះអញ្ចឹងអាប៉ក់នេះស្រួលទេស្រួលជាងគេឧទាហរណ៍អាំងត្រូឡាដុល្លារសោហ្វាវាយគូបជាមួយនឹងជើងស្គរឧបករណ៍3នេះវាយចូលគ្នាទាំងអស់ពេលដែលអាំងត្រូ introduction ហ្នឹងអាំងត្រូហ្នឹងគឺយើងវាយស្គរចូលគ្នាអូតាតានអានេះខ្ញុំប្រាប់នេះគឺបែបងាយសម្រាប់ក្មេងណាហើយណាមួយអ្នកគ្រូអត់ច្បាស់ខ្លួនឯងអញ្ចឹងខ្ញុំប្រាប់បែបងាយខ្ញុំជាម្ដាយខ្ញុំអានម្ដាយនេះម្នាក់ឬក៏ម្នាក់ហ្នឹងវាយក៏បានដែរប៉ុន្តែម្នាក់ហ្នឹងវាយពីរសម្រាប់ខ្ញុំណាតែបើថាឃើញឲ្យម្នាក់វាយមួយម្នាក់វាយមួយតានអានេះអាំងត្រូចូលបាត់អសាទរយើងវាយអានេះដូចយើងទះដៃចឹងអសាទរទទួលអំណរធម្មតាយើងទះដៃចឹងប៉ុន្តែឧបករណ៍នេះយើងជំនួសដោយការទះដៃសាទរទទួលអំណរយើងវាយអញ្ចឹងរហូតតែចប់ឧទាហរណ៍ថាឡាដុល្លារសោហ្វាមីរេដូមីដូរេជប់ហើយចាំជាងសាទរចូលម្ដងទៀតអានេះជើងស្គរនេះគូបចូលគ្នាឡាដុល្លារសោហ្វាវាយដូចគ្នាមិញពេលអាំងត្រូសោហ្វាមីរេដូមីសាដុល្លារសោហ្វាមីរេដូមីដូរេខ្ញុំប្រាប់នេះបែបងាយឲ្យខ្ញុំធ្វើហើយបានយើងជារេសាទរវាយរហូត1 2 3 4 1 2 3បាទសាទរទទួលអំណរបបសួស្ដីវាយចឹងរហូតដល់ចប់សូមលោកគ្រូអ្នកគ្រូប្រយុទ្ធទៅក្មេងៗសិស្សយើងហ្នឹងថានៅពេលដែលយើងចាប់ផ្ដើមច្រៀងសាទរពាក្យតចុងក្រោយហ្នឹងគឺឧបករណ៍ខាសណែត tambourine ហើយនឹងស្គរធំហ្នឹងគឺចូលដំណើរគ្នានៅចង្វាក់ទី1នៅពាក្យថាតហើយយើងចាប់ផ្ដើមលេងរហូតតាមជើងស្គរដែលខ្ញុំបានបញ្យល់បន្តិចទៀតរហូតដល់ចប់តែអាំងត្រូចប់ដូមីដូរ៉េស្គររ៉េហ្នឹងវាយខ្លុំឲ្យវែងរ៉េជាបន្តនេះគឺយើងរៀនវាយជើងស្គរធំខ្ញុំនឹងបញ្យល់នៅមើលស៊ីទី1មើលស៊ីទី1ដាក់បណ្ដាឲ្យវាយដដែលរហូតដល់ចប់ឧទាហរណ៍អ្នកស្គរតែប៉ុណ្្នឹងត្រូវវាយនេះទេប៉ុន្តែដោយសារក្មេងៗក៏អត់ទាន់យល់អញ្ចឹងអ្នកគ្រូត្រូវឲ្យគាត់វាយនេះដើម្បីគួបជាមួយអានេះអញ្ចឹងឧទាហរណ៍ថាឃ្លាយើងឈប់ដើម្បីឲ្យវាមានស្ងាត់វាមានគេឆ្លើយឆ្លងគ្នាបើយើងលេងរហូតវាយរហូតទៅវា boring អញ្ចឹងបទសាទរគឺចប់ដោយបែបនេះអូខេអ្នកគ្រូលេងប្រហែលដងប្រហែលទៅប៉ុន្តែបែបហ្នឹង style អញ្ចឹងបាទ